Alo, chào mừng số của đội chỉ số đây tại can play mà tại ngõ khía nhưng mà số sự kiện ca của ra tỏ cái năng dân cứ mà to sườn mà dân mình to tiết muốn đừng cho tại can video môi nít khi dân complete chui like cái đội chỉ mà subscribe mà nè môi phong nè to chân có mà khát bê bê bảo bùi dân dú cho mà can ca sầm đại sở mà dưới là cái episode chỉ mình to tại mà đòn tơi episode TP môi nít dân có bàn khen tha chôn thang mình to bị khen si giá giật ở hàng ở bài ní còn cứ mình tự tuổi giật nô tê đại có đó cứ bật về lằng keng tại mà đòn đo thằng si giá cơ bản sẽ phép mà con năng bài về vinh tơi vấn tay chôn thang mà dân nè bàn kịch mực tha ọt cá đê mơ tơ cả nhà năng sros á đó nè bị cha cái po tha có láp cái tay tạm miệt bàn la bàiสมองkhỏi móc dương có bàn khen tha chôn thang còn cứ bàn châu riêng cho mình năngสกาวบัญชีลายរបស់គាត់ជាមួយនឹងមករំថ្នាក់ឯទៀតដែលវាក៏សោពេលដែលថ្នាក់រៀនគឺបានបញ្ចប់ម៉ោងសិក្សាផងដែរនៅពេលនេះជនທາງគាត់បាននិយាយឲ្យថាតែប៉ុណ្ណេះអាចហីគាត់គឺបានទិញទូរស័ព្ទរបស់គាត់ឆាតទៅកាន់កញ្ញាស៊ូស៊ូនោះឯងដែលគាត់គឺបានសួរទៅកាន់ស៊ូស៊ូថាតើនៅស៊ូស៊ូតើពួកយើងអាចជួបគ្នាបានអត់បាក់ចង្កេះលើសូតាក្រែសំទោផងជនທາងខ្ញុំគឺរវល់ហើយថ្ងៃនេះខ្ញុំគឺផ្លេចយកក្រមារបស់លោកមកហើយឥឡូវនេះខ្ញុំរវល់រៀបចំកម្មវិធីជប់លៀងជាមួយនឹងមិត្តភ័ក្តិឯទៀតអំឡុងពេលដែលជនທາងអានសារនឹងផងដែរក៏សិតតែមានមិត្តភ័ក្តិពីរនាក់ទៀតមកបញ្ជោឲ្យថាចូលកំពុងឆាតមួយអូនមែនហ្នឹងមើលទៅគេប្រាប់ថារវល់ទៀតនោះសង្ស័យតែគេរវល់ដែរទេដឹងជនทางរបស់យើងក៏បានតបថាអត់ទេនាងគឺរវល់រៀបចំកិច្ចការជាមួយនឹងពួកម៉ាក់របស់នាងទេតាបន្ទាប់ពីនឹងសហរឿងក៏បានកាត់មកខាងស៊ូស៊ូនេះវិញយើងបានឃើញថាតាមកាពិតទៅកសែរបស់ជនทางនាងគឺបានយកមកអន្តាតែនាងគឺបាជាកុហកគាត់ថាផ្លេចទៅវិញពេលហ្នឹងស៊ូស៊ូនាងក៏ចង់យកកសែនឹងទៅតាមខ្លួនផងដែរតែមិត្តភ័ក្តិរបស់នាងក៏បានមកដល់គឺបបួលនាងទៅកាន់កន្លែងរៀបចំពិធីជប់លៀងនឹងឯងគឺអបអរសាទរនៃការចូលរៀនរបស់ពួកគេក៏ដូចជាជួបជុំមិត្តភ័ក្តិផ្សេងអញ្ចឹងទៅមុននឹងដើរចេញមកនឹងមិត្តភ័ក្តិរបស់ស៊ូស៊ូក៏បានសួរថាកសែនៅលើតុអត់យកមកទេមែនតែស៊ូស៊ូនាងក៏បាននិយាយថាអត់ត្រូវការនោះទេក៏លេចមើលមកកាន់ជនทางរបស់យើងវិញកំពុងតែដើរត្រឡប់មកកាន់ផ្ទះវិញពេលនេះគឺមានអារម្មណ៍ថាអត់សប្បាយចិត្តនោះទេដោយសារតែអត់បានជួបស៊ូស៊ូដោយគ្រាន់តែបានដើរមកដល់ផ្ទះវិញកញ្ញាស៊ីយ៉ារបស់យើងចេញមកបាក់ស្វាគមន៍តែម្ដងដែលសាររឿងក៏បានបង្ហាញថាចាប់តាំងពីពេលហ្នឹងមកកញ្ញាស៊ីយ៉ារបស់យើងមិនថាជនทางរបស់យើងរៀបចំទៅរៀនឬក៏ទៅក្រៅមកពីរៀនទេកញ្ញានឹងចេញមកចាំរហូតនិយាយបានថាកញ្ញានឹងគឺដូចជាកលុកឆាកជីវិតរបស់ជនทางដល់ហើយលើពីហ្នឹងនាងគឺថែមទាំងចេះរៀបចំនៅអាហារទុកឲ្យជនทางទៀតតែជនทางរបស់យើងបានទិញពីក្រៅមកហើយហ្នឹងដែលរឿងមួយនេះវាក៏បានលេចលើទៅដល់មិត្តភ័ក្តិរបស់ជនทางម្នាក់ផងដែរគេថែមទាំងសរសើរថាមើលទៅកញ្ញាម្នាក់ហ្នឹងគឺពិតជាស្អាតខ្លាំងមែនតើហើយតាមមើលទៅមិត្តភ័ក្តិរបស់ជនทางម្នាក់នេះគាត់ក៏ស្នាក់នៅជិតនឹងដែរបានជាគាត់ឃើញនៅសកម្មភាពទាំងអស់ហ្នឹងឬក៏អាចថាគាត់ស្នាក់នៅជិតនឹងតែម្ដងរបៀបថានៅជាប់ផ្ទះគ្នាអញ្ចឹងដោយសារតែហ្នឹងវារបៀបបូរីដែរជនทางគាត់គឺបានសម្លឹងមើលទៅកាន់អូនស៊ីយ៉ាព្រមទាំងគិតនៅក្នុងជ្រៅថាតានាងគឺចង់បានអ្វីឲ្យពិតប្រាកដទៅគាត់គឺមិនយល់ពីនាងតទៅសោះហើយតានាងធ្វើបែបហ្នឹងដើម្បីអ្វីទៅបន្ទាប់ពីគិតរួចគាត់ក៏បានរៀបចំខ្លួនចាក់ចេញទៅខាងក្រៅបាត់ទៅក៏គាត់ធ្វើដំណើរទៅសាលារៀននោះឯងនៅក្នុងថ្នាក់រៀនមើលទៅកាន់ជនทางគាត់ដូចជាតុកសិចខ្លាំងណាស់រកពេលដែលគាត់បបួលស៊ូនាងគឺតែងតែរវល់រហូតហ្នឹងហេតុអីណោះមនុស្សដែលគាត់លួចស្រឡាញ់បើជាកិច្ចអំពីគាត់រហូតអញ្ចឹងតែគេមិនចាប់អារម្មណ៍គាត់ទេឬអំឡុងពេលហ្នឹងគាត់ក៏បានលើសម្លេងនារីម្នាក់សើចថាតាជនทางថ្នាក់ទី1នេះគឺនៅឯណាទៅស្របពេលដែលប្រុសជាច្រើនកំពុងតែចោមរោមនាងផងដែរពីព្រោះថាសម្រស់របស់នាងស្អាតពេកហើយនាងគឺជាស៊ីយ៉ានោះឯងជនทางរបស់យើងនៅពេលដែលគាត់បានឃើញបែបហ្នឹងគឺឡើងដាច់ចង្កេះហ្មងចុំអាចារ្យនេះមកតាមដល់សាលាទៀតនៅពេលដែលស៊ីយ៉ាបានដើរតម្រង់ទៅរកជនทางមនុស្សគ្រប់គ្នាក៏បានសម្លឹងមកកាន់នាងដែលពួកគេម្នាក់មានអារម្មណ៍ថានាងគឺដូចជាតារាស្រីម្នាក់ដែលអាចនិយាយថាជាអតីតអាយដលរបស់ពួកគេផងដែរប៉ុន្តែពួកគេគឺមិនច្បាស់នោះទេស៊ីយ៉ាក៏បានសួរទៅកាន់ជនทางរបស់យើងឲ្យថាតើដល់មកសម្រាប់ហើយមែនកាណាដាជនทางក៏តបថាចុំកំពុងតែធ្វើអីគេហ្នឹងដោយសារតែមិនចង់ឲ្យរញ៉េរញ៉ៃគាត់ក៏បានអោដៃនៅកញ្ញាស៊ីយ៉ារបស់យើងចេញទៅខាងក្រៅបាត់ទៅរួចពេលនេះគាត់ក៏បានទិញភេសជ្ជៈឲ្យនាងផឹកផងដែរតែស៊ីយ៉ានាងគឺមិនបានទទួលនោះទេខណៈដែលជនทางក៏បានសួរទៅកាន់នាងថាហេតុអីបានជានាងស្គាល់សាលារៀនរបស់គាត់ជាពិសេសគឺស្គាល់បន្ទប់ថ្នាក់របស់គាត់ទៀតហើយស៊ីយ៉ានាងក៏បានតបថាដោយសារតែថ្ងៃដែលនាងស្លាប់នឹងគឺជនทางតែពេទ្យឲ្យបាននិយាយអំពីរឿងនេះទើបគាត់ដឹងគឺពេលដែលស៊ីយ៉ាស្លាប់នឹងជនทางគាត់គឺបានស្រែកប្រាប់ថាគាត់រៀននៅណាសាលាណាចឹងទៅទើបកញ្ញានឹងដឹងជនทางគាត់ក៏បាននិយាយទៅកាន់ស៊ីយ៉ាថាហេតុអីបានជាចេះតែតាមគាត់រហូតអញ្ចឹងសូមប្រាប់ទុកមុនណាគាត់គឺមានមនុស្សដែលស្រឡាញ់នៅក្នុងចិត្តហើយលើបែបហ្នឹងទឹកបូររបស់ស៊ីយ៉ាបងយើងគិតថាភ្ញាក់ផ្អើលក៏ប៉ុន្តែនាងក៏ស្រាប់តែសើចហ្មងហើយជនทางគាត់ក៏បន្តថាមិនសូវជាខ្វល់ទេយ៉ាងណាក៏ដោយខ្ញុំក៏បានជួយសង្គ្រោះជីវិតរបស់នាងដែរមើលទៅជនทางលោកក៏ដូចជាប៉ិនកំ ប្លែងខ្លាំងណាស់ក៏ប៉ុន្តែស៊ីយ៉ាខ្ញុំក៏ចង់សួរទៅកាន់នាងថាតើនាងកំពុងតែធ្វើអ្វីតើនាងក៏ចង់បានអ្វីឲ្យប្រកបហេតុអីបានជាតាមខ្ញុំមកដល់វិទ្យាល័យអញ្ចឹងសុំទោសគឺសាកលវិទ្យាល័យស៊ីយ៉ានាងក៏បានតបថានាងគ្រាន់តែចង់បានគាត់ធ្វើជាមិត្តភក្តិប៉ុណ្ណោះលើអញ្ចឹងជនทางគាត់ក៏ស្ទើរតែតបទៅថាកន្លែងនៅក្នុងផ្ទះនឹងមានបន្ទប់
បច្រើនទៀតក៏មានអ្នកស្នាក់នៅដែរមែនអត់ហេតុអីមើលស្រីនាងមិនរាប់អានបែរជាត្រូវរាប់អានខ្ញុំទៅវិញលើបែបហ្នឹងស៊ីយ៉ានាងក៏បាននិយាយបន្តទៅតាមកាពិតទៅផ្ទះល្វែងដ៏ធំហ្នឹងគឺត្រូវបានខ្ញុំទិញដាច់ហើយហ្នឹងដោយផ្ទះដ៏ប៉ុណ្ណាណីហ្នឹងគឺនៅតែម្នាក់ឯងទេគឺទើបតែបើកឲ្យលោកជួលនោះឯងដោយចាប់តាំងពីខ្ញុំបានផ្ដាច់ខ្លួនចេញពីវិស័យតារាមកខ្ញុំក៏ដូចជាផ្ដាច់ខ្លួនចេញអំពីពិភពលោកទាំងមូលផងដែរមិនចង់រាប់អាននរណាម្នាក់ក៏មិនចង់ជួបមនុស្សដូចគ្នាក៏ប៉ុន្តែនៅពេលនេះខ្ញុំគឺបានត្រៀមចិត្តរួចជាស្រេចដើម្បីទទួលយកលោកធ្វើជាមិត្តភក្តិម្នាក់របស់ខ្ញុំនោះឯងដោយដែលយើងរស់នៅក្បែរគ្នាក៏ដូចជាការដែលលោកបានជួយខ្ញុំសង្ឃឹមថាលោកគឺនឹងអាចទទួលយកវាបានក៏ដូចជាយកព្រមយកខ្ញុំធ្វើជាមិត្តភក្តិម្នាក់ផងដែរលើបែបហ្នឹងជនທາງរបស់យើងគាត់គឺមិនតបានធ្វើការឆ្លើយតបទេតែភ្លាមក៏លើកទូរស័ព្ទមកមិនអីទេឥឡូវហ្នឹងឲ្យលេខទូរស័ព្ទមកទៅបន្ទាប់ពីហ្នឹងយើងក៏បានឃើញថាអ្នកទាំងពីរក៏បានដើរត្រឡប់ទៅកាន់ផ្ទះវិញនៅតាមផ្លូវជនทางគាត់គឺបាននិយាយឲ្យថាក្នុងនាមគឺជាមិត្តភក្តិដូច្នោះពួកយើងទាំងពីរនាក់គឺត្រូវតែញ៉ាំអាហារជុំគ្នាលើបែបហ្នឹងស៊ីយ៉ាក៏និយាយឲ្យថាអូនេះគឺជារឿងអ្នកមិត្តភក្តិគេធ្វើជាមួយគ្នាត្រូវទេរួចជនทางគាត់ក៏តបត្រូវឲ្យស៊ីយ៉ាលើបែបហ្នឹងក៏ស្រាប់តែស៊ីយ៉ាបិទមាត់គាត់ផ្លែតព្រោះថាមិនចង់ឲ្យមនុស្សគ្រប់គ្នាឮនោះទេគ្នាយើងដឹងហើយស៊ីយ៉ានាងព្យាយាមផ្ដាច់ខ្លួនចេញអំពីសង្គមទាំងមូលខ្លាំងមែនតើមិនចង់ឲ្យនរណាម្នាក់ដឹងថានាងគឺជាតារានោះឡើយបន្ទាប់ពីហ្នឹងស៊ីយ៉ាក៏បាននិយាយទៅកាន់ជនทางល្ងាចហ្នឹងពួកយើងទាំងពីរនាក់អាចញ៉ាំអាហារជុំគ្នាបានអត់តែជនทางគាត់បាននិយាយថាគាត់គឺរវល់ដោយសារតែមានកម្មវិធីជួបជុំមិត្តភក្តិរបស់គាត់នោះឯងលើពីហ្នឹងគាត់ក៏ថែមទាំងគិតទៅដល់វត្តមានរបស់ស៊ូទៀតដែលក្នុងចិត្តរបស់ជនทางកំពុងតែគិតឲ្យថាតើពេលនេះស៊ូនឹងកំពុងតែធ្វើអ្វីទៅស៊ីយ៉ាសម្លឹងមើលទៅកាន់ទឹកមុខរបស់ជនทางខណៈដែលនាងក៏បាននិយាយឲ្យថាការដែលពួកគេចាប់ផ្ដើមពីមិត្តបែបនេះតែអាចអត់ជនทางលោកគឺនឹងចាប់អារម្មណ៍ខ្ញុំដែរនោះអើយស៊ីយ៉ានាងដូចជាសម័យខ្ពស់ពេកហើយនេះគឺជាសម្ដីរបស់ជនทางនោះឯងតើនាងគិតថាជាតារាគឺអស្ចារ្យហើយមែនទេខណៈដែលមនុស្សគ្រប់គ្នាគឺបានសម្លឹងមើលទៅកាន់ស៊ីយ៉ានិងនិយាយឲ្យថាតើនោះគឺជា idol របស់ពួកគេមែនទេពួកគេម្នាក់គ្រាន់តែប្រហែលព្រោះថាមុខដូចណាស់ខណៈដែលស៊ីយ៉ាក៏បានបន្តទៅកាន់ជនทางខ្ញុំគឺនឹងខំប្រឹងឲ្យអស់ពីលទ្ធភាពដើម្បីឲ្យលោកមើលឃើញអំពីតម្លៃរបស់ខ្ញុំខណៈដែលស៊ីយ៉ាក៏បានបញ្ចេញជាមួយនឹងកាយវិការដ៏ខ្ជិលខ្ជួតទៅកាន់ជនทางដែលមើលទៅនាងសឹងតែខីកូនគេទៅហើយជនทางប្រហែលជាពេលនេះឬក៏ថ្ងៃខាងមុខខ្ញុំគឺអាចនឹងលងស្រឡាញ់លោកលើបែបហ្នឹងជនทางក៏បាននិយាយទៅវិញហើយអើយវាគ្មាននោះទេវាគឺមិនអាចមានរឿងមួយនេះកើតឡើងនោះឡើយខណៈដែលស៊ីយ៉ានាងក៏បានបន្តតែនរណាតែមើលឃើញទៅវិញមិនស្រួលកញ្ញានេះតាមញ៉ាយប្រឯងដល់ប្រឯងនឹងដកចិត្តលេងរួចឡើយហើយប៉ែតសមងក្រោយមកយើងក៏បានឃើញថាមិត្តរួមថ្នាក់ជាច្រើនរបស់ជនทางកំពុងតែជួបប្រជុំគ្នាដើម្បីរៀបចំនៅពិធីជប់លៀងដែលមើលទៅសភាពការនាទីនេះក៏ពិតជាមានភាពអ៊ូអរខ្លាំងមែនទែនជនทางរបស់យើងគេឲ្យស្រាប់ផឹកតែគាត់គេបានបដិសេធហើយភ្លាមក៏ស្រាប់តែអប៉ែមួយទៀតបានមកដល់និងនិយាយទៅកាន់ជនทางថាជនทางនារីកាលពីល្ងាចមិញនេះជាមិត្តស្រីរបស់ឯងតាមែនទេជនทางគាត់ក៏បានបដិសេធអត់ទេនាងគ្រាន់តែជាអ្នកចិត្តខាងរបស់ខ្ញុំតែអូអញ្ចឹងតានាងក៏មានសង្សារនៅតែអាចណែនាំឲ្យយើងស្គាល់បានអត់ជនทางគាត់ក៏បាននៅទៅដល់សម្ដីរបស់ស៊ីយ៉ាព្រមទាំងបានតបទៅកាន់អប៉ែនឹងវិញថាអត់ទេពួកយើងគឺទៅស្គាល់គ្នានឹងអូអញ្ចឹងមិនអីទេតែឥឡូវឯងគឺត្រូវតែផឹកពីព្រោះថាពួកយើងគឺចូលរួមកម្មវិធីសប្បាយណាស់វើយហើយជនทางគាត់ក៏បានលើកដាច់ទៅមុននឹងផឹកជនทางគាត់ក៏ដឹងដូចគ្នាថាអប៉ែនឹងនឹងធ្វើឲ្យគាត់ស្វឹងហើយព្យាយាមសួរចាក់ដោតចឹងទៅហើយបន្តិចក្រោយមកក៏ស្រាប់តែស៊ីយ៉ាគឺបានខំមកកាន់ជនทางដោយនាងក៏ចង់ដឹងថាតើជនทางនឹងគាត់គឺមកផ្ទះស្មាណាហើយតើគាត់ផឹកឬក៏អត់ជនทางគាត់ក៏បានតបអូប្រហែលជាបន្តិចទៀតគាត់គឺទៅវិញហើយគាត់គឺផឹកបន្តិចបន្តួចដែរហ្នឹងបន្តិចបន្តួចរបស់ជនทางបានធ្វើឲ្យគាត់សម្ដីផ្អែមតែម្ដងដែលគាត់គឺបានសរសើរទៅកាន់ស៊ីយ៉ាហើយថាមើលទៅសម្ដីរបស់នាងក៏ពិតជាខ្ជូតខ្លាំងមែនតើវាគឺគួរឲ្យស្រឡាញ់ខ្លាំងណាស់លងតែម្ដងស៊ីយ៉ានាងក៏បានសើចបន្តិចព្រមទាំងសួរបន្តថាតើសប្បាយអត់នៅកម្មវិធីហ្នឹងមានន័យស៊ីយ៉ាគឺសប្បាយតែបើសិនបើជានាងបានចូលរួមគឺដឹងតែសប្បាយហ្មងហើយតែនៅផ្ទះរបស់នាងហ្នឹងគឺមិនមានកម្មវិធីជប់លៀងអីទេមែនជនทางប្រហែលជាលោកសវឹងផ្លេចហើយខ្ញុំគឺគ្មានមិត្តភក្តិនោះទេក្រៅពីលោកតើលោកគឺនៅចាំវាអត់ខ្ញុំគឺទៅតែប្រាប់លោកដែរតាគិតបន្តិចជនทางគាត់ក៏បានយល់ហើយភ្លាមក៏ស្ទះទៅលើសម្ដីនរណាម្នាក់ដូចជាកំពុងដណ្ដើមទូរស័ព្ទរបស់ជនทางមិនទេដែលវាក៏បានធ្វើឲ្យស៊ីយ៉ាកំពុងតែស្ដាប់នេះមានអារម្មណ៍ថាខឹងព្រោះនាងក៏បានបិទទូរស័ព្ទបាត់ទៅខណៈដែលយើងមើលមកកាន់អ្នកដណ្ដើមទូរស័ព្ទគេនេះវិញគឺអប៉ែនឹងបែកក្អួតបាត់ទៅហើយជនทางក៏និយាយថាអើយប្រូមើលទៅប្រឯងផឹកអន់ខ្លាំងណាជនทางរបស់យើងនេះវិញទើបតែសម្ដីផ្អែមជាមួយនឹងស៊ីយ៉ាទេតែស្រាប់តែនឹកទៅដល់ស៊ូទៀតហើយក៏លេចទៅមកខាងដូចជាឃើញថានោះគឺជាស៊ូតែមើលជាចម្ញាក់ចិញ្ចើមតាមកាពិតទៅគឺជាអូនស៊ីយ៉ាទេនៅក្នុងដៃរបស់នាងគឺមានការដបស្នាមួយផងដែរជនทางឃើញបែបហ្នឹងគឺពិតជាភ្ញាក់ផ្អើលខ្លាំងមែនតើតែហេតុអីបានជានាងមកកាន់ទីហ្នឹងទៅហើយនាងគឺរកគាត់ឃើញដល់របៀបណាស៊ីយ៉ាគឺមិនបានប្រាប់នោះទេតែនាងគ្រាន់តែនិយាយថាដោយសារតែនាងហ្នឹងគឺបារម្ភអំពីគាត់អប៉ែហ្នឹងនៅពេលដែលបានឃើញវត្តមានស៊ីយ៉ាបែបហ្នឹងក៏និយាយរាក់ទាក់ទៅកាន់នាងតាមម្ដងនិយាយបែបសម្ដីព្រានហ្មងណាប់រីករាយដែលបានជួប
ជួបកញ្ញាតែនៅចាំអត់ពួកយើងគឺបានជួបគ្នានៅឯមហោស្រពគឺជាបន្ទប់រៀននោះឯងប្រហែលជាមិនថ្នាក់រៀនទេវាគឺជាមហោស្រពរបៀបកន្លែងប្រជុំដែរមើលទៅអាប៉ែហ្នឹងក៏បានសុំស៊ីយ៉ារបស់យើងចាប់ដៃនិងនិយាយថាពួកយើងគឺអាចស្គាល់គ្នាពីពេលនេះទៅថ្ងៃក្រោយពួកយើងអាចដើរលេងមួយគ្នាបានអីគេពួកយើងស្គាល់គ្នាហើយដើរលេងជាមួយគ្នាខ្ញុំគិតថាលោកដូចជាសម័យខ្ពស់ពេកហើយខ្ញុំគឺមិនបានចាប់អារម្មណ៍និងមានចំណង់ចំណូលចិត្តស្អីទៅលើលោកតតែសោះវាមិនសមឲ្យខ្ញុំចាប់ដៃជាមួយនឹងលោកនោះទេមុននឹងអាប៉ែហ្នឹងក៏បញ្ជាក់ដែរគេគឺជាសិស្សឆ្នាំទី3រីឯស៊ីយ៉ារបស់យើងវិញsorry ជនທາງវិញគឺជាសិស្សឆ្នាំទី1បន្ទាប់ពីនិយាយបែបហ្នឹងទៅលើអាប៉ែហ្នឹងរួចក៏ស្រាប់តែស៊ីយ៉ាចាប់អស់ដៃជនທາងមកហ្មងដែលធ្វើឲ្យគាត់ក៏ពិតជាមានអារម្មណ៍ថាភ័យខ្លាំងមែនទែនបេះដូងរបស់គាត់ដូចជាលោតញាប់នៅពេលដែលនាងកាន់ដៃដើរចេញទៅមិនទាន់បានប្រមាណផងក៏ស្រាប់តែអាប៉ែនេះក៏ចាប់ទាញដៃជនทางរបស់យើងឡើងជាប់មើលកញ្ញាកុំតណាទៅណាមើលតានាងគឺមិននៅផឹកជុំគ្នាជាមួយនឹងពួកយើងទេមែនខ្ញុំគឺមិនស៊ីនាងទេលើនៅសំដីបែបហ្នឹងក៏បានធ្វើឲ្យកញ្ញាស៊ីយ៉ារបស់យើងដូចជាខឹងកាន់តែខ្លាំងហើយលោកប្រើសំដីធ្ងន់បែបហ្នឹងមកកាន់ខ្ញុំមើលតែខ្ញុំខ្លាចលោកមែនទេនេះគឺជាអ្វីនៅក្នុងដៃខ្ញុំនេះប្រហែលជាក្បាលរបស់លោកគឺត្រូវតែស៊ីវាឲ្យមើលទៅរីស៊ីយ៉ានាងក៏យាដៃចង់សំពងក្បាលអាប៉ែហ្នឹងប៉ុន្តែសើរបស់យើងនៅក្នុងអេផ episode មួយនេះក៏បានជាមកដល់ទីបញ្ចប់តែត្រឹមនឹងដូចគ្នាដែលយើងគឺមិនទាន់ដឹងនោះទេថាតើអាប៉ែហ្នឹងស៊ីក្បាលមកដុសស្រាឬក៏អត់នោះមានតែរងចាំទស្សនានៅក្នុង episode ក្រោយគណៈពេលនឹងពេលមានជម្រាបលាបាយបាយយើងជួបគ្នានៅវីដេអូក្រោយ